UNICJ និងកម្ពុជាត្រូវធ្វើដូចម្ដេចបើថៃចាញ់ហើយនៅមិនព្រមចាញ់នោះមិនខ្វល់ថាថៃចូលឬមិនចូលសវនាការនោះទេបើដល់ពេលតុលាការអន្តរជាតិនៅតែបន្តនីតិវិធីនិងបើកសវនាការកាត់ក្តីទោះបីជាមានវត្តមានកម្ពុជាតែម្ខាងក៏ដោយសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិនៅតែមានសុពលភាពហើយពិភពលោកក៏ទទួលស្គាល់ជាមួយកម្ពុជាផងដែរប្រទេសថៃក៏ជាសមាជិកតុលាការយុត្តិធម៌អន្តរជាតិនឹងគេដែរតែបែរជាមិនទទួលស្គាល់យុទ្ធនាការនិងមិនធ្វើតាមសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិទៅវិញបច្ចុប្បន្នមានប្រទេសចំនួន193ប្រទេសដែលជាសមាជិកអង្គការសហប្រជាជាតិក៏ជាសមាជិកតុលាការយុត្តិធម៌អន្តរជាតិផងដែរទី1ចូលមកថៃមិនព្រមឡើងតុលាការយុត្តិធម៌អន្តរជាតិតើតុលាការយុត្តិធម៌អន្តរជាតិនៅតែអាចដំណើរការនីតិវិធីនិងបើកសវនាការកាត់ក្តីបានដែរទេមាត្រាទី53នៃលក្ខន្តិកៈរបស់តុលាការយុត្តិធម៌អន្តរជាតិចែងថាបើរដ្ឋភាគីម្ខាងខកខានមិនបានបង្ហាញខ្លួនឬមិនចូលរួមនៅក្នុងដំណើរការនីតិវិធីរួមទាំងសវនាការផងតុលាការយុត្តិធម៌អន្តរជាតិក៏មិនបានផ្អាកនៅក្នុងការដំណើរការសំណុំរឿងនិងបើកសវនាការនោះទេទី2ចុះបើថៃចាញ់កម្ពុជាហើយមិនទទួលស្គាល់ឬមិនព្រមតាមសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិទេនោះបើថៃនៅតែរក្សាជំហររឹងរូសដូច្នេះមែនតុលាការយុត្តិធម៌អន្តរជាតិមិនអាចធ្វើអ្វីលើថៃតាមរយៈកងកម្លាំងបានឡើយតុលាការអន្តរជាតិមិនមែនកងកម្លាំងដើម្បីបញ្ជូនទៅកាន់ប្រទេសណាមួយឬឲ្យចាប់បង្ខំប្រទេសនោះអនុវត្តតាមសេចក្តីសម្រេចរបស់ខ្លួននោះទេប៉ុន្តែត្រូវដឹងឲ្យច្បាស់ថាទោះបីជាប្រទេសនោះមិនយល់ព្រមក៏ដោយក៏ប៉ុន្តែនៅតែមិនមានឥទ្ធិពលណាមួយទៅលើសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិបានឡើយបានន័យថាឲ្យតែតុលាការយុត្តិធម៌អន្តរជាតិសម្រេចយ៉ាងម៉េចគឺយ៉ាងនោះហើយបើតុលាការអន្តរជាតិសម្រេចថាប្រាសាទទាំង3គឺប្រាសាទតាមាន់តូចប្រាសាទតាមាន់ធំប្រាសាទតាក្របីបូករួមទាំងតំបន់មុំ3ជាកម្មសិទ្ធិរបស់កម្ពុជានោះកម្ពុជាគឺជាម្ចាស់ហើយមានសិទ្ធិកាន់កាប់ប្រាសាទទាំង3និងតំបន់មុំ3នេះដោយថៃមិនទាមទារបាននោះទេឬចូលមកឈ្លានពានបានជាដាច់ខាតទោះបីជាថៃព្រមទទួលស្គាល់ការសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិឬក៏មិនព្រមទទួលស្គាល់ក៏ដោយសូមបញ្ជាក់ផងដែរថារាជរដ្ឋាភិបាលកម្ពុជាបានសម្រេចចិត្តរួចហើយតាំងពីថ្ងៃទី2ខែមិថុនាឆ្នាំ2025អំពីការរៀបចំឯកសារដាក់ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិនៅក្នុងទីក្រុងឡាអេប្រទេសហូឡុងដើម្បីឲ្យកាន់ក្តីរកឈ្នះចាញ់ជាមួយថៃលើប្រាសាទទាំង3និងតំបន់មុំ3នេះទី3ចុះមកថៃមិនព្រមទទួលស្គាល់ការសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិហើយនៅតែដាក់ទ័ពនៅប្រាសាទទាំង3និងតំបន់មុំ3នោះដដែលក្នុងករណីនេះកម្ពុជាអាចដាក់បណ្ដឹងឬសំណើទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដើម្បីឲ្យជួយធ្វើអន្តរាគមន៍នៅក្នុងមាត្រាទី94នៃធម្មនុញ្ញអង្គការសហប្រជាជាតិបានកំណត់យ៉ាងច្បាស់ថារដ្ឋដែលជាសមាជិករបស់អង្គការសហប្រជាជាតិទាំងអស់មានកាតព្វកិច្ចគោរពតាមសាលក្រមឬសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិបើរដ្ឋណាមួយមិនគោរពឬជំទាស់ការសម្រេចចិត្តរបស់អង្គការយុត្តិធម៌អន្តរជាតិនោះភាគីម្ខាងទៀតដែលជាគូទំនាស់អាចនាំយកសំណុំរឿងនេះទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផ្អែកតាមមាត្រាទី94ដដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាចណែនាំឬឈានដល់ការចាត់វិធានការដើម្បីឲ្យរដ្ឋដែលមិនគោរពប្រែជាគោរពនិងអនុវត្តតាមការសម្រេចចិត្តរបស់តុលាការយុត្តិធម៌អន្តរជាតិបើភាគីនោះនៅតែមិនព្រមធ្វើតាមវិធានការដែលចែងដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនោះទេក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាចចេញវិធានការបន្តធ្វើឲ្យភាគីនោះប្រឈមមុខនឹងទរណកម្មសេដ្ឋកិច្ចនិងជួបភាពឯកោខាងការទូតហើយបើកាន់តែធ្ងន់ធ្ងរមែនទែននោះអាចនឹងមានសកម្មភាពយោធានៅលើភាគីដែលមិនព្រមធ្វើតាមប៉ុន្តែចំពោះវិធានការចុងក្រោយគឺការប្រើសកម្មភាពយោធាគឺកម្រកើតមានណាស់ដូច្នេះថៃអាចប្រឈមមុខនឹងរឿងទាំងនេះបើមិនព្រមធ្វើតាមសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិទេនោះនឹងជំទាស់នឹងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគួរដឹងផងដែរថាការសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាចកើតមានឡើងបាននិងអាចយកទៅអនុវត្តបានលុះត្រាតែសមាជិកអចិន្ត្រៃយ៍ទាំង5របស់ក្រុមប្រឹក្សាសន្តិសុខសហប្រជាជាតិឯកភាពទាំងអស់គ្នាបើមានតែសមាជិកណាមួយបដិសេធនោះសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងត្រូវបរាជ័យរដ្ឋទាំង5ដែលជាសមាជិកនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគឺមានអាមេរិកចិនរុស្ស៊ីចក្រភពអង់គ្លេសនិងបារាំងបើថៃនៅតែមិនព្រមធ្វើតាមការសម្រេចចិត្តរបស់អង្គការយុត្តិធម៌អន្តរជាតិទេនោះតើថៃនឹងត្រូវប្រឈមនឹងអ្វីទៀត
ការមិនធ្វើតាមតុលាការយុត្តិធម៌អន្តរជាតិនិងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងធ្វើឲ្យថៃខូចកេរ្តិ៍ឈ្មោះលើឆាកអន្តរជាតិពិភពលោកនឹងមើលមកប្រទេសថៃនៅក្នុងផ្លូវអវិជ្ជមានព្រោះថៃក៏ជាសមាជិកដែរតែបែរជាមិនអនុវត្តតាមស្ថាប័នកម្ពុជាទាំងពីរនេះហើយបានបង្ហាញដល់ពិភពលោកថាថៃប្រឆាំងនឹងច្បាប់អន្តរជាតិចំណុចមួយទៀតបើតុលាការអន្តរជាតិចាប់ផ្ដើមដំណើរការនិងបើកសវនាការកាត់ក្តីលើសំណុំរឿងប្រាសាទទាំង3និងតំបន់មុំ3នេះហើយថៃបែរជាមិនចូលរួមនោះនឹងបង្ហាញឲ្យពិភពលោកបានឃើញយ៉ាងច្បាស់ថាប្រាសាទទាំង3និងតំបន់មុំ3ជារបស់ខ្មែរទើបថៃមិនហ៊ានចូលទៅក្នុងតុលាការយុត្តិធម៌អន្តរជាតិព្រោះដឹងខ្លួនថាមុខនឹងចាញ់ខ្មែរជាមិនខានព្រោះនៅក្នុងប្រវត្តិសាស្ត្របានដឹងហើយថាថៃធ្លាប់ចាញ់កម្ពុជា2ដងរួចមកហើយលើកទី1នៅឆ្នាំ1962តុលាការយុត្តិធម៌អន្តរជាតិបានសម្រេចថាប្រាសាទព្រះវិហារជាកម្មសិទ្ធិរបស់កម្ពុជាហើយថៃត្រូវដកទ័ពចេញពីតំបន់ប្រាសាទព្រះវិហារលើកទី2នៅឆ្នាំ2013តុលាការយុត្តិធម៌អន្តរជាតិបានប្រកាសសាលក្រមឬសេចក្តីសម្រេចរបស់ខ្លួនដែលចេញកាលពីឆ្នាំ1962គឺទុកថាជាបានការដដែលត្រង់ចំណុចនេះបានន័យថានៅឆ្នាំ2013តុលាការអន្តរជាតិនៅតែសម្រេចឲ្យកម្ពុជាឈ្នះថៃក្នុងសំណុំរឿងប្រាសាទព្រះវិហារដូច្នេះថៃត្រូវដកទ័ពចេញពីតំបន់ប្រាសាទនេះភ្លាមហើយកម្ពុជាក៏បានដាក់បណ្ដឹងសារជាថ្មីគឺជាលើកទី2ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិដោយសារនៅឆ្នាំ2008ថៃចាប់ផ្ដើមដាក់ទ័ពចូលមកក្នុងទឹកដីរបស់ប្រាសាទព្រះវិហារវិញប្រឆាំងនឹងសេចក្តីសម្រេចរបស់តុលាការអន្តរជាតិនៅឆ្នាំ1962នោះកាលនោះកម្ពុជានិងថៃប៉ះទង្គិចកម្លាំងប្រដាប់អាវុធពីឆ្នាំ2008ដល់ឆ្នាំ2011រហូតដល់ឆ្នាំ2013ទើបតុលាការយុត្តិធម៌អន្តរជាតិបើកសវនាការនិងសម្រេចឲ្យកម្ពុជាឈ្នះហើយថៃត្រូវដកទ័ពចេញពីតំបន់ប្រាសាទព្រះវិហារហើយពេលនេះកម្ពុជាសម្រេចយកប្រាសាទទាំង3គឺប្រាសាទតាមាន់តូចប្រាសាទតាមាន់ធំប្រាសាទតាក្របីនិងតំបន់មុំ3ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិបន្ទាប់ពីកងទ័ពថៃចូលបាញ់ប្រហារដល់លានដ្ឋានកងទ័ពកម្ពុជាកាលពីព្រឹកព្រលឹមថ្ងៃទី28ខែឧសភាឆ្នាំ2025បណ្ដាលឲ្យកងទ័ពកម្ពុជាម្នាក់បាត់បង់ជីវិតនេះជាលើកទី3ហើយដែលកម្ពុជាប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិក្នុងទំនាស់រឿងប្រាសាទនិងទឹកដីជាមួយថៃ